នេះជាការធ្វើដំណើរមួយដ៏សែនរន្ធត់ព្រឺព្រួតាមមកទស្សនៈចូលដេកចូលអីហ្នឹងស្អែកឡើងនៅកណ្ដាលវាស្ងាយបាញ់អីគាត់អីព្រីដល់ក្នុងអីបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងពួកខ្ញុំ NWMF ចេញទៅបំពេញការងារមកកន្លែងនេះហើយទៅរលគិរីលោកកលៀលីស្រុកលីស្រះអីឡោះស្រះលីស្រុកបងអើយជួយទទួលខ្ញុំផងបងអើយដល់ម៉ោងជិះឡានឡើយឡានទៅចោលហើយបាទនេះជាការធ្វើដំណើរទៅខេត្តមណ្ឌលគិរីជាលើកទី2របស់ពួកខ្ញុំតែលើកនេះពួកខ្ញុំសាកជិះឡានគេងយប់ទៅម្ដងដើម្បីភាពងាយស្រួលបានគេងស្រួលខ្លួនស្រួលចង្កេះពួកខ្ញុំបានចេញទៅនៅម៉ោង 7 កន្លះល្ងាចហើយទៅដល់ដូចជាម៉ោង 5 ព្រឹកអញ្ចឹងសូមគេងស្រួលខ្លួនសិនហើយជួបគ្នានៅមណ្ឌលគិរីក៏ប៉ុន្តែបាននិយាយមែនជប់ហ្នឹងឲ្យបានគេងមកលងាផងហើយឡានវាឃ្លីងឃ្លោងផងហើយមានអ្នកសមុកចឹងទៀតជាឯងឡើងតែឥឡូវយើងមកដល់ហើយសំខាន់អត់មានអីជីដល់ឆ្ងាយដល់អង្គគ្នាដែរព្រោះយើងមកឥឡូវមកដល់ម៉ោងមិនយើងទៀតឡងទៀតយើងទៅនេះបាត់ដៃមួយជាងម៉ោង 5 ជាងកាន់មិនឃ្លៀងជាទៀតញ័រកុំអីតាមមកទស្សនៈចូលដេកចូលអីហ្នឹងស្អែកឡើងនៅកណ្ដាលវាស្ងាយចូលសលេងចរិតបានមកយូរណែមកបាយយាយគាត់អីព្រីដល់ក្នុងអីជិលចោលលើចោលកបោចោលកាមេរ៉ាអស់ដល់ចឹងចូលមកឆាប់អត់បាត់ឡើយខ្លាចជាមួយខ្មោចបើខ្ញុំនិយាយខ្មោចមុខអាក្រក់ជាងខ្មោចទៀតចាំមើលខ្មោចមែនមានខ្មោចពីណាក៏ផ្លូវវាល្ងិតហ្នឹងពុកម៉ែបងប្អូនសាឡៃទៅម៉ោង 5 ជាងទេចាសូមសម្រាប់សិនឲ្យពុកម៉ែបងប្អូន Good night បាទនេះលយខែបសុំចិត្តដើម1គីឡូដីកាត់ភ្លៀងទិញបាយអាហូបនេះជាងការងាររបស់ពួកខ្ញុំលើកនេះគឺដូចលើកមុនទេមកថតវីដេអូនៅសាលារៀនដដែលតែលើកនេះគឺថតថ្នាក់រៀនថ្មីហើយពួកខ្ញុំមកមុនមួយថ្ងៃដើម្បីត្រៀមខ្លួនអញ្ចឹងថ្ងៃដំបូងនេះអត់មានធ្វើអីទេបាក់គេងរហូតនេះគឺម៉ោង 6 ជាង 6:10 ជាងហើយយើងត្រៀមខ្លួនហើយថ្ងៃហ្នឹងដូចជាពាក់កណ្ដាលខែ 11 អញ្ចឹងវាធ្លាក់ខ្យល់ត្រជាក់គួរសមដែរអូនេះត្រជាក់របស់គេអត់ត្រជាក់ឲ្យវាធ្លាក់ខ្យល់ត្រជាក់សំខាន់ថ្ងៃនេះអត់មានឡានជិះទេត្រូវជិះម៉ូតូ 20 គីឡូជាងហើយខ្យល់ក៏វាត្រជាក់ទៀតបាទជិះម៉ូតូត្រូវខ្យល់ឡើងស្ពឹកមុខដែរហ្នឹងសំខាន់អត់មួកពាក់ទៀតបាទក្បាលនេះកំពុងតែងោផងជិះម៉ូតូខ្យល់ឡើងប៉ើងសក់បាទបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកហើយយើងក៏ធ្វើដំណើរទៅគោលដៅតែលើកមុនយើងជិះឡានអត់ដឹងថាផ្លូវពិបាកទេតោះតែលើកនេះបានជិះម៉ូតូបានដឹងថាផ្លូវពិបាកជិះដំបូងខ្ញុំមានចាប់អីណាដល់យូរទៅតោះចាប់មិនបានព្រោះប៊ីសលោតចេញពីម៉ូតូ 3-4 ដងដែរបាទមើលផ្លូវទៅពុកម៉ែបងប្អូនតែនេះគ្រាន់តែជាការចាប់ផ្ដើមទេតិចទៀតបានជួបរបស់ពិតបានមកដល់ស្ពានយោលអនុស្សាវរីយ៍និយាយរួមខ្ញុំនឹកស្ពាននឹងជាងគេអត់ដឹងមិនទេតែមើលទៅទេសភាពវាស្អាតអញ្ចឹងចេះតែនឹកឃើញយ៉ាក្បាលពងអត់សក់ផងត្រូវមេឃអស័យចង់សុះក្បាលអូនេះគេមកហើយបាទនេះបានរបស់ពិតឲ្យពុកម៉ែបងប្អូនខ្ញុំនេះកាន់កាមេរ៉ានៅដៃផងស្ពាយកាបូបកាមេរ៉ាផងទប់ខ្លួនផងគិតក្នុងចិត្តថាបដួលអីស្រុកចិត្តប្រឡាក់ខ្លួនកុំឲ្យប្រឡាក់កាមេរ៉ាក៏ពិតធៀមចិត្តហើយតាំងតែដួលអីដឹងតែទាញកាបូបកាមេរ៉ាយកមកអោបអីព្រោះឧបករណ៍វាសំខាន់ជាងបើអត់ឧបករណ៍យើងធ្វើការកើតខ្ញុំនេះជិះក្រោយអត់សូវហ៊ានស្រែកទេដោយសារខ្លាចបងអ្នកដប់គាត់អារម្មណ៍អត់មូលគាត់ខំមាត់សង្កត់ចិត្តអត់ស្រែកដោយសារតែមុនថ្ងៃពួកខ្ញុំទៅហ្នឹងវាភ្លៀងរហូតដល់ពេលអញ្ចឹងហើយផ្លូវវាបែកវល់អស់បណ្ដោយ ញ៉ាំរួមទៅការងារលើកហ្នឹងអត់មានអីពិបាកទេពិបាកតែផ្លូវជិះហ្នឹង
នេះសកម្មភាពយើងកំពុងតែរៀបចំហោបាទអញ្ចឹងការងាររបស់ពួកខ្ញុំដូចតែលើកមុនទេថតកម្មវិធីសម្ពោធអគារថ្មីនិងសកម្មភាពរបស់សិស្សតិចតួចទេពុកម៉ែបងប្អូនហើយមុននឹងកម្មវិធីសម្ពោធចាប់ផ្ដើមហ្នឹងគេក៏មានធ្វើកម្មវិធីតាមបែបប្រពៃណីសាសនាដែរបាទតែខ្ញុំអត់សូវដឹងទេបាទក៏មានពុកម៉ែបងប្អូនអ្នកស្រុកអ្នកភូមិគាត់ចូលរួមច្រើនដែរបាទហើយបានឃើញស្នាមញញឹមរបស់ពួកគាត់អញ្ចឹងគឺខ្ញុំសប្បាយចិត្តដែរបាទធ្វើការមានហត់ទេថ្ងៃហ្នឹងជិះម៉ូតូប្រឡាក់ផុកប្រឡាក់អីមិញហ្នឹងគឺខ្ញុំភ្លេចអស់ហើយនិយាយរួមទៅអត់មានអីសប្បាយនិងមានសេចក្តីសុខជាងពេលដែលឃើញពុកម៉ែបងប្អូនចូលរួមជាតិយើងពួកគាត់មានស្នាមញញឹមទេបាទហើយពួកគាត់ក៏សប្បាយចិត្តដែរដោយសារតែកូនរបស់ពួកគាត់មានអាគារថ្មីសម្រាប់រៀនសូត្របាទអញ្ចឹងបេសកកម្មរបស់ពួកខ្ញុំគឺមានតែប៉ុណ្្នឹងដែរបាទអរគុណសម្រាប់ការទស្សនារហូតដល់ចប់ហើយនិងអរគុណសម្រាប់ការគាំទ្រផងដែរជួបគ្នានៅវីដេអូក្រោយ